វីដេអូមួយនេះគឺសម្រាប់ប៉ាម៉ាក់ថ្មីថ្មោងដែលទៅតែមានកូនហើយអត់ទាន់មានបទពិសោធន៍ហើយនឹងមានការយល់ដឹងទាក់ទងជាមួយនឹងការអភិវឌ្ឍខួរក្បាលរបស់កុមារដូច្នេះថ្ងៃនេះនាងខ្ញុំនឹងរៀបរាប់អំពីការអភិវឌ្ឍខួរក្បាលរបស់កុមារចាប់ពីអាយុ1ខែរហូតដល់2ខែនាងខ្ញុំលើកយកប្រធានបទមួយនេះឡើងគឺដោយសារតែមានបងប្អូនជាពិសេសម៉ាក់ថ្មីគាត់បានសួរនាងខ្ញុំថាតើត្រូវកត់សម្គាល់បែបណាទើបដឹងថាកូនមានការអភិវឌ្ឍខួរក្បាលបានល្អហើយមិនគួរឲ្យព្រួយបារម្ភដើម្បីឲ្យយល់កាន់តែច្បាស់ស្ដាប់វីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ចំពោះការអភិវឌ្ឍខួរក្បាលរបស់កុមារគឺយើងត្រូវគិតទៅលើ8ចំណុចទី1គឺយើងគិតទៅលើកត្តាអាយុទី2គឺយើងគិតទៅលើផ្នែកចលនាធំដែលគេហៅថា gross motor skill ទី3គឺត្រូវចេះកត់សម្គាល់ទៅលើចលនាទូចដែលគេហៅថា fine motor skill ចំណុចទី4ត្រូវចេះសង្កេតមើលចំណុចដែលកុមារគាត់ចេះជួយខ្លួនឯងគេហៅថា self help ចំណុចទី5ត្រូវចេះសង្កេតមើលទៅលើជំនាញក្នុងការដោះស្រាយបញ្ហាដែលគេហៅថា problem solving ចំណុចទី6ត្រូវចេះសង្កេតមើលទៅលើការអភិវឌ្ឍផ្នែកសង្គមហើយនិងអារម្មណ៍គេហៅថា social and emotional ចំណុចទី7គឺត្រូវចេះសង្កេតមើលទៅលើសមត្ថភាពរបស់កុមារនៅក្នុងការយល់ដឹងអំពីភាសាដែលគេហៅថា receptive languages ចំណុចទី8គឺត្រូវចេះកត់សម្គាល់ទៅលើសមត្ថភាពរបស់កុមារក្នុងការប្រើប្រាស់ទំនាក់ទំនងភាសាដែលគេហៅថា expressive languages ចំពោះកុមារអាយុ1ខែទាក់ទងជាមួយនឹងជំនាញក្នុងការប្រើប្រាស់ចលនាធំដែលហៅថា gross motor skill គឺយើងសង្កេតឃើញថាបើសិនជាគាត់មានការអភិវឌ្ឍខួរក្បាលបានល្អគឺនៅពេលដែលយើងដាក់ឲ្យគាត់ដេកផ្កាប់រៀនធ្វើ tummy time គឺគាត់នឹងចេះប្រឹងងើបមុខឡើងគេថា chin up ទាក់ទងជាមួយទៅនឹងចលនាទូចរបស់កុមារអាយុ1ខែវិញគឺគាត់នៅពេលដែលគាត់គេងគាត់តែងតែក្តាប់ដៃរបស់គាត់យកមកដាក់ក្បែរត្រចៀករបស់គាត់ដូចនៅក្នុងរូបដែលខ្ញុំដាក់អញ្ចឹងចំពោះកុមារអាយុ1ខែទាក់ទងជាមួយនឹងជំនាញក្នុងការជួយខ្លួនឯងគេថា self help គឺយើងឃើញថាគាត់គឺចេះជញ្ជក់បានល្អនៅពេលដែលយើងឲ្យគាត់មុំដោះម្ដាយឬក៏ឲ្យគាត់មុំក្បាលដោះចំណែកទាក់ទងជាមួយនឹងជំនាញក្នុងការដោះស្រាយបញ្ហាចំពោះកុមារអាយុ1ខែគាត់ចេះងាកតាមមើលវត្ថុដែលវាមានពណ៌ត្រឹមតែសខ្មៅទេហើយចេះតាមសម្លឹងនៅពេលដែលយើងដើរកាត់មកគាត់ទាក់ទងជាមួយនឹងជំនាញសង្គមហើយនឹងអារម្មណ៍របស់កុមារអាយុ1ខែវិញគឺគាត់ចេះសម្គាល់ឬក៏ចំណាំសម្លេងម្ដាយរបស់គាត់ចំណែកសមត្ថភាពក្នុងការយល់អំពីភាសារបស់កុមារអាយុ1ខែគឺគាត់ចេះចំណាំសម្លេងអ្នកដែលនៅជុំវិញខ្លួនរបស់គាត់ហើយចំណុចទី8គឺជំនាញឬក៏គេថាសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសាចំពោះកុមារអាយុ1ខែវិញគឺគាត់ចេះធ្វើសម្លេងចេញពីបំពង់កដែលគេថា throaty noises ចំណែកកុមារអាយុបាន2ខែវិញតាក់ទងជាមួយការអភិវឌ្ឍខួរក្បាលរបស់គាត់ចំណុចទី1គឺយើងសង្កេតទៅលើគេថា gross motor skill គឺជំនាញក្នុងការប្រើប្រាស់ចលនាធំរបស់គាត់គឺគាត់ចេះពើងទ្រូងឬក៏គាត់ចេះងោកក្បាលនៅពេលដែលយើងដាក់ឲ្យគាត់ដេកផ្កាប់ហើយតកតងជាមួយទៅនឹងចលនាទូច fine motor skill ចំពោះកុមារអាយុបាន2ខែគឺគាត់ចេះលាដៃឬក្តាប់នឹងអាចបានថា 50% អញ្ចឹងគាត់ចេះលាដៃនឹងបាន 50% ទេហើយគាត់អាចចេះចាប់របស់លេងហៅថា radar ដូចជារបស់នេះគេថា radar ដែលយើងអាចអង្រួនទៅបានចេញជាសម្លេងគឺគាត់មានសមត្ថភាពក្នុងការចេះប្រើចលនាទូចគឺប្រើទៅលើចលនាម្រាមដៃរបស់គាត់អាចចាប់របស់នេះបានចំណែកជំនាញក្នុងការជួយខ្លួនឯងវិញសម្រាប់កុមារអាយុ2ខែគឺគាត់ចេះហាមាត់ដើម្បីមុំក្បាលដោះរបស់ម្ដាយឬក៏ដើម្បីមុំក្បាលដបទៅដោះគោបើយើងកលេចទៅមើលជំនាញក្នុងការដោះស្រាយបញ្ហាចំពោះកុមារអាយុ2ខែវិញគឺគាត់សប្បាយរីករាយនៅពេលដែលគាត់បានឃើញអ្វីមួយនិងគាត់ចូលចិត្តតាមមើលរបស់ដែលផ្ទុយគ្នាហៅ contrast ដូចជារបស់ទូចធំខ្ពស់ទាបគឺគាត់ចូលចិត្តសម្លឹងមើលបែបហ្នឹងហើយគាត់អាចស្គាល់មុខម្ដាយរបស់គាត់តាក់ទងជាមួយជំនាញសង្គមហើយនឹងអារម្មណ៍របស់កុមារអាយុ2ខែវិញតាក់ទងជាមួយនឹងជំនាញសង្គមហើយនឹងអារម្មណ៍ចំពោះកុមារអាយុ2ខែវិញនៅពេលដែលម្ដាយឬក៏អ្នកជិតស្និទ្ធជាមួយគាត់ហើយគាត់គឺគាត់ចេះញញឹមដាក់ចំពោះជំនាញនៅក្នុងការយល់ភាសារបស់កុមារអាយុ2ខែវិញគឺនៅពេលដែលយើងនិយាយទៅកាន់គាត់គឺគាត់អាចយល់ហើយនៅពេលដែលយើងប្រើសម្លេងលឺខ្លាំងនៅមុខគាត់ធ្វើឲ្យគាត់ភ័យឬក៏គាត់យំហើយគាត់សប្បាយរីករាយនៅពេលដែលយើងធ្វើកំ pl ែងដាក់គាត់តាក់ទងជាមួយនឹងចំណុចទី8ជំនាញឬក៏សមត្ថភាពនៅក្នុងការទំនាក់ទំនងភាសារបស់គាត់ចំពោះកុមារអាយុបាន2ខែគឺកុមារចេះបញ្ចេញសម្លេងអាចថាជាសម្លេងប្រៀបទៅជាមួយនឹងសម្លេងដូចប្រៀបធ្ងរអញ្ចឹងហើយឬមួយទៀតគេអាចនិយាយថាគាត់ចេះកកេកកអញ្ចឹងគឺជាភាសាមួយដែលយើងអត់យល់ទេគឺគាត់ចេះតែនិយាយសរុបសេចក្តីមកវិញតកតងជាមួយនឹងការអភិវឌ្ឍខួរក្បាលរបស់កុមារអាយុចន្លោះពី1ខែទៅ2ខែ
អ្វីដែលយើងត្រូវកត់សម្គាល់គឺយើងកត់សម្គាល់ទៅលើចំណុចទី1គេថា cross motor skill គឺការប្រើប្រាស់នៅចលនាធំៗដូចជាចលនាដៃជើងទី2គឺ fine motor skill គឺតាក់ទងជាមួយនឹងការប្រើប្រាស់នៅចលនាតិចតួចដូចជាចលនាម្រាមដៃចំណុចទី3គឺយើងត្រូវចេះកត់សម្គាល់ទៅលើជំនាញនៅក្នុងការជួយខ្លួនឯងរបស់កុមារគេថា self help ចំណុចទី5គឺយើងត្រូវចេះកត់សម្គាល់ទៅលើគេថាជំនាញក្នុងការដោះស្រាយបញ្ហារបស់កុមារដោយខ្លួនឯងគឺគេថា problem solving ចំណុចទី5យើងត្រូវកត់សម្គាល់ទៅលើការអភិវឌ្ឍផ្នែកសង្គមហើយនិងអារម្មណ៍គេថា social and emotional ចំណុចទី6យើងត្រូវចេះកត់សម្គាល់ទៅលើសមត្ថភាពនៅក្នុងការយល់ភាសារបស់កុមារគេហៅថា receptive languages ចំណុចទី8គឺយើងត្រូវចេះកត់សម្គាល់ទៅលើសមត្ថភាពនៅក្នុងការទំនាក់ទំនងភាសារបស់កុមារដែលគេហៅថា expressive languages ដូច្នេះបើសិនបើកូនរបស់បងប្អូនស្ថិតនៅក្នុងអាយុ1ខែទៅ2ខែហើយគាត់មានបញ្ហានៅក្នុងការអភិវឌ្ឍខួរក្បាលរបស់គាត់ទៅលើចំណុចដែលគួរឲ្យកត់សម្គាល់ដែលនាងខ្ញុំរៀបរាប់ទាំង7ចំណុចគឺកូនរបស់បងប្អូននឹងមានបញ្ហាហើយបើសិនបើឃើញថាគាត់មានបញ្ហានៅចំណុចណាមួយត្រូវតែស្វែងរកគ្រូពេទ្យជំនាញដើម្បីប្រឹក្សាយោបល់ហើយនឹងស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានស្ដាប់វីដេអូរបស់នាងខ្ញុំជួយ like share ហើយនិង follow page របស់នាងខ្ញុំ